ហើយខ្ញុំមានការឆ្ងល់ខ្លាំងមែនទែននៅពេលដែលខ្ញុំបានទទួលបានសារជាច្រើនទាំង Telegram chat និងឯពី fan ក៏ដូចជាអ្នកដែលស្គាល់គ្នាគាត់ឆាត់មកសួរអញ្ចឹងមែនអត់ឬមកក៏មិនក៏ជួយខ្មែរយើងឬមកក៏ផ្សេងតើគ្នាសម្រាប់ការកម្មវិធីដែលយើងបានចូលរួមនេះគឺការងារស្ម័គ្រចិត្តការងារ volunteer ពួកខ្ញុំចូលរួមខ្ញុំមិនដឹងថាគាត់និយាយហ្នឹងគឺគាត់និយាយដាក់ណាគេទេព្រោះថាបើសិនជាបងនិយាយជាអ្នកផាត់មុខជនជាតិខ្មែរអត់ជួយខ្មែរបងនិយាយភាសាហ្នឹងគឺវាម៉ៃទាំងអស់ហើយអញ្ចឹងមានន័យថាបបកញ្ញាខ្មែរយើងនឹងសុំណាគេទៅផាត់ហើយគេអត់ជួយណាគេបងលើកជាឈ្មោះឬមួយក៏បងនិយាយភាសាថាអ្នកមួយចំនួនអាហ្នឹងវាអាចនឹងកាត់បន្ថយជាមួយនឹងការដែលបងឲ្យគេគិតមកគឺម៉ៃទាំងអស់ខ្មែរយើងអត់ជួយខ្មែរអញ្ចឹងទៅឬមួយក៏គេផាត់ទទួលគេខ្លាចស្អាតជាងឬមួយក៏អីផ្សេងបងនិយាយភាសាគឺមានជាការធ្ងន់មែនតើហើយវាប៉ះពាល់ដល់កិត្តិយសក៏ដូចជាគេឈ្មោះ credit របស់អ្នកផាត់មុខក៏ដូចជាអ្នកដែលទៅជួយកម្មវិធីហ្នឹងដូចជាមានអ្នកជាងផាត់មុខក៏ដូចជាជាងសក់ឬមួយក៏ផ្សេងហើយសម្រាប់ពួកខ្ញុំមាន3អ្នកដែលពួកខ្ញុំគេខ្វះគ្នាក្នុងការផាត់មុខគឺពួកយើងបានទៅ volunteer ជួយអត់មានយកលុយទេក្នុងការចូលរួមជាមួយនឹងការជួយទៅផាត់មុខហ្នឹងហើយមានតែចូលបរទេសគេទៅសារយើងទៀតព្រោះថាយើងបានទៅជួយបានទៅអីគេអញ្ចឹងទៅហើយការដែលផាត់មុខហ្នឹងពួកខ្ញុំទៅចូលរួមហ្នឹងគឺអត់ដឹងថាផាត់តួណាកម្មតួណាអត់ដឹងទេហើយយើងអត់មានកម្មតួណាទេសម្រាប់ពួកខ្ញុំគឺយើងផាត់ random ណាគេដែលគាត់ចូលមកមុនបានមុនអ្នកបន្តទៀតគឺយើងតាមលំដាប់លំដោយអ្នកខ្លះខ្លួនម្នាក់ឯងគឺផាត់បានសិនតែបាន5បបកញ្ញាទៀតព្រោះថាมันដូចច្រើនបបកញ្ញាច្រើនហើយអ្នកផាត់មុខតែមួយចំនួននេះបញ្ញាខ្មែរណាគឺថាអ្នក make up ជនជាតិខ្មែររបស់យើងគឺអត់ជួយគាត់ទេស្របពេលដែលអ្នក make up ប្រចាំខ្លួនរបស់គាត់គឺយឺតម៉ោងស្ទះមកអត់តហ្នឹងគឺថាគាត់ពឹងឲ្យអ្នក make up ជនជាតិខ្មែរយើងហ្នឹងជួយ make up គាត់អីចឹងគឺថាគេអត់ជួយគាត់ទេដោយសារគេយល់ឃើញថាគេកាន់បបកញ្ញារបស់គេរៀងខ្លួនគេខ្លាច make up ឲ្យគាត់ទៅស្អាតជាងបបកញ្ញាប្រទេសផ្សេងដែលគេកំពុងកាន់អីចឹងណាអញ្ចឹងក៏ជាចំណុចមួយដែលបងប្អូនយើងអត់គួរមានដែរព្រោះថាយើងខ្មែរគួរតែជួយខ្មែរគ្នាឯងមិនមែនថាគេឲ្យយើងកាន់បបកញ្ញាបរទេសយើងផ្ដោតទៅលើបងកញ្ញាបរទេសខ្មែរយើងគ្នាឯងគ្នាត្រូវការជួយផាត់មុខបន្តិចតួចយើងអត់ជួយគឺអត់បានទេវាអត់ស័ក្តិសមបងប្អូនណាអញ្ចឹងគួរតែកែចំហនឹងចេញព្រោះថាទោះបីថាយើងព្យាយាមឲ្យបរទេសគេឈ្នះយើងក៏វាអត់តម្លៃដែរយើងគួរតែព្យាយាមជួយជនជាតិយើងឲ្យគាត់បានស្អាតបាន perfect ឲ្យបានទាន់ពេលវេលាដើម្បីឲ្យបានឡើងឆាកគ្រប់គ្រាន់នឹងបានត្រឹមត្រូវបងប្អូនណាបាទនេះគឺឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាសម្រាប់បងដែលគាត់ឆ្ងល់ឬមកក៏ចូលទៅ comment វាបហាបបកញ្ញាផងវាបហាអ្នកផាត់មុខផងអញ្ចឹងមកស្ដាប់ទាំងអស់គ្នាបងស្ដាប់ខ្ញុំមកខ្ញុំចង់មានន័យថាពេលដែលគាត់សួរខ្ញុំហ្នឹងគឺខ្ញុំនិយាយថាអ្នក make up គឺគាត់អាចជួយយើងបានទេទោះបីយើងជាខ្មែរដូចគ្នាក៏ដោយសារគាត់មាន model ដែលគាត់ត្រូវធ្វើឲ្យដែរអញ្ចឹងគាត់ត្រូវតែធ្វើឲ្យ make up ដែលគាត់ធ្វើឲ្យគឺស្អាតខ្ញុំនិយាយហ្នឹងគឺខ្ញុំមិនមែននិយាយថាគេអត់ជួយយើងទេដោយសារតែគេត្រូវមានកម្មវិធីត្រូវ make up ឲ្យអ្នកផ្សេងដែរព្រោះយើងខ្មែរដូចគ្នាយើងត្រូវតែជួយគ្នាខ្ញុំមិនមែននិយាយក្នុងន័យបែបហ្នឹងទេបងខ្ញុំនិយាយក្នុងន័យមួយថាបងដោយសារតែគាត់មាន model របស់គាត់ដែរអញ្ចឹងគាត់មិនអាចមកជួយយើងបានដោយសារតែគាត់ level ដែរហ្នឹងហើយខ្ញុំមានបានតែសុំអ្នកណាឲ្យមកជួយមានណាពេលហ្នឹងមានទេបងខ្ញុំពិតខ្ញុំសួរនាំបងវ៉ាន់ដោយសារតែខ្ញុំសួរនាំក្នុងការដែលយើងរាក់ទាក់ដែលខ្ញុំឃើញបងមកជួយអញ្ចឹងខ្ញុំក៏អរគុណដែរអញ្ចឹងកុំឲ្យថាយើង ignore គ្នាហើយខ្ញុំពិតជាអត់បានសុំឲ្យបង make up ឲ្យមែនដោយសារខ្ញុំក៏មានអ្នក make up ដែរអញ្ចឹងតែដោយសារតែគាត់ late ហើយខ្ញុំក៏មានបានតែសួរណាគេទៀតដែរដើម្បីឲ្យគេ make up ខ្ញុំដោយសារខ្ញុំដឹងថាខ្ញុំមានជាងគេតែគាត់ late អញ្ចឹងខ្ញុំអត់មាននិយាយឲ្យរឿងលុះទេខ្ញុំនិយាយតែប៉ុណ្្នឹងទេដែលថាបងគេអាចជួយយើងបានទេដោយសារគេមាន model គេកាន់ដែរអញ្ចឹងខ្ញុំក៏នៅចាំ make up ខ្ញុំដែរដោយសារ late តែខ្ញុំនិយាយតែប៉ុណ្្នឹងតែបងអត់មានអីហ្នឹងហើយបងខ្ញុំអីបងវ៉ាន់តាក់តងមកខ្ញុំទាំងស្លាន់បងវ៉ាន់នោះតែមកខ្ញុំផងអីផងតែបងវ៉ាន់ណាខ្ញុំនិយាយអត់ត្រង់ហ៎បងពួកខ្ញុំតាំងតែចេញពីប្រជុំជាមួយនឹងខាងក្រសួងគាត់តែគាត់ទៅដល់ផ្ទះព្រាមគាត់ដឹងព័ត៌មាននឹងព្រាមគាត់ឡើងមកវិញព្រាមតែអត់បានញ៉ាំបាយហ៎បងអញ្ចឹងតម្រូវការគឺឲ្យគាត់លុបវីដេអូហ្នឹងឲ្យគឺចេញមកសុំទោសហ្មងអាហ្នឹងបែបហ្នឹងពីព្រោះកំណត់គាត់គឺដូចគាត់និយាយអញ្ចឹងគឺដឹងតែគេជេរអញ្ចឹងបានន័យថាគឺគាត់ដឹងពីលទ្ធផលដែលគាត់នឹងទទួលបានហើយប៉ុន្តែគឺគាត់ចង់បានបែបហ្នឹងទៅព្រោះវីដេអូហ្នឹងលក្ខណៈគាត់ថតធ្វើទីផ្សារហ្នឹងហើយគាត់យកបបកញ្ញាខ្មែរយើងដាក់មុខនេះជាបបកញ្ញាដែលខ្ញុំបានផាត់មុខឲ្យនៅកម្មវិធី Miss Global ហើយខ្ញុំមានការឆ្ងល់ខ្លាំងមែនទែននៅពេលដែលខ្ញុំបានទទួលបានសារជាច្រើនទាំង Telegram chat និងឯពី fan ក៏ដូចជាអ្នកដែលស្គាល់គ្នាគាត់ឆាត់មកសួរអញ្ចឹងមែនអត់ឬមកក៏មិនក៏ជួយខ្មែរយើងឬមកក៏ផ្សេងតើគ្នាសម្រាប់ការកម្មវិធីដែលយើងបានចូលរួមនេះគឺការងារស្ម័គ្រចិត្តការងារ volunteer ពួកខ្ញុំចូលរួមខ្ញុំមិនដឹងថាគាត់និយាយហ្នឹងគឺគាត់និយាយដាក់ណាគេទេព្រោះថាបើសិនជាបងនិយាយជាអ្នកផាត់មុខជនជាតិខ្មែរអត់ជួយខ្មែរបងនិយាយភាសាហ្នឹងគឺវាម៉ៃទាំងអស់ហើយអញ្ចឹងមានន័យថាបបកញ្ញាខ្មែរយើងនឹងសុំណាគេទៅផាត់ហើយគេអត់ជួយណាគេបងលើកជាឈ្មោះឬមកក៏បងនិយាយភាសាថាអ្នកមួយចំនួនអាហ្នឹងវាអាចនឹងកាត់បន្ថយជាមួយនឹងការដែលបងឲ្យគេគិតមកគឺម៉ៃទាំងអស់ខ្មែរយើងអត់ជួយខ្មែរអញ្ចឹងទៅឬមកក៏គេផាត់ទទួលគេខ្លាចស្អាតជាងឬមកក៏អីផ្សេងបងនិយាយភាសាគឺមានជាការធ្ងន់មែនតើហើយវាប៉ះពាល់ដល់កិត្តិយសក៏ដូចជាគេឈ្មោះ credit របស់អ្នកផាត់មុខក៏ដូចជាអ្នកដែលទៅជួយកម្មវិធីហ្នឹងដូចជាមានអ្នកជាងផាត់មុខក៏ដូចជាជាងសក់ឬមកក៏ផ្សេងហើយសម្រាប់ពួកខ្ញុំមាន3អ្នកដែលពួកខ្ញុំគេខ្វះគ្នាក្នុងការផាត់មុខគឺពួកយើងបានទៅ volunteer ជួយអត់មានយកលុយទេក្នុងការចូលរួមជាមួយនឹងការជួយទៅផាត់មុខហ្នឹងហើយមានតែចូលបរទេសគេទៅសារយើងទៀតព្រោះថាយើងបានទៅជួយបានទៅអីគេអញ្ចឹងទៅហើយការដែលផាត់មុខហ្នឹងពួកខ្ញុំទៅចូលរួមហ្នឹងគឺអត់ដឹងថាផាត់តួណាកម្មតួណាអត់ដឹងទេហើយយើងអត់មានកម្មតួណាទេសម្រាប់ពួកខ្ញុំគឺយើងផាត់ random ណាគេដែលគាត់ចូលមកមុនបានមុនអ្នកបន្តទៀតគឺយើងតាមលំដាប់លំដោយអ្នកខ្លះខ្លួនម្នាក់ឯងគឺផាត់បានសិនតែបាន5បបកញ្ញាទៀតព្រោះថាมันដូចច្រើនបបកញ្ញាច្រើនហើយអ្នកផាត់មុខតែមួយចំនួននេះអញ្ចឹងនៅក្នុង comment គឺគេវាបហាជាមួយនឹងបបកញ្ញាយើងមែនតើហើយអ្វីដែលសំខាន់គឺគេសិតសឹងតែវាយបហាជាមួយនឹងអ្នក make up ទៀតក្នុងនាមបងជាអ្នកសារព័ត៌មានបងគួរតែបានដឹងព័ត៌មានជាក់លាក់សិនចាំបងចេញនិយាយបែបជាផ្ដោតយោបល់ឬមកមតិអញ្ចឹងណាបងព្រោះថាការដែលបងបកស្រាយគឺវាលើសពីការពិតមែនតើហើយវីដេអូហ្នឹងគឺវាឥទ្ធិពលខ្លាំងមែនតើបងមើលទៅ comment ដល់ថ្ងៃប៉ះពាល់ទាំងអ្នកផាត់មុខជាងក៏ដូចជាបបកញ្ញាខ្មែរយើង
កាប់ទៅការដែលយើងបង្ហាញបញ្ហាផ្ទៃក្នុងឬមួយក៏បញ្ហាផ្សេងៗដែលវាជាផលភាពអវិជ្ជមានណាព្រោះថាកម្មវិធីតទៅជាមួយនឹងអន្តរជាតិបែបហ្នឹងបងមិនគួរលើកផលអវិជ្ជមានសម្រាប់ប្រទេសខ្លួនឯងទេបើពិតជាបងស្រឡាញ់កម្ពុជាមែនបងនឹងមានការផ្ដល់ជាយោបល់ផ្ទាល់សម្រាប់បងដែលគាត់មានបញ្ហាផ្សេងៗដែលបងគិតថាខុសអញ្ចឹងបងអាចនិយាយពីគេផ្ទាល់ឬមួយក៏ការផ្ដល់ជាយោបល់ឬមួយក៏ការអប់រំវិញប៉ុន្តែការដែលផុសជាសាធារណៈវាបហាឬមួយក៏រិះគន់ឬមួយក៏អីអញ្ចឹងវាមិនមែនជាដំណោះស្រាយមួយដ៏ល្អសម្រាប់ប្រទេសផ្សេងៗគេមើលមកយើងទេបើពួកខ្ញុំគឺយើងអត់ដឹងអីសោះហើយបន្ទាប់មករងការទទួលពាក្យពីបងនិយាយអញ្ចឹងទៀតវាមានអារម្មណ៍ថាពួកយើងនៅពេលដែលពួកយើងធ្វើទៅផាត់មុខគឺយើងតែងតែផុសវីដេអូឬមួយក៏រូបទៅអញ្ចឹងមានន័យថានៅពេលគេឃើញពួកខ្ញុំផុសមួយក៏អីគេនឹងម៉ៃវាតម្លៃលើពួកខ្ញុំឯងព្រោះថាគេគិតថាអូពួកខ្ញុំហ្នឹងឯងដែលជនជាតិខ្មែរយើងឲ្យតែផាត់មុខ Miss Global ហើយអត់ជួយខ្មែរគ្នាយើងយល់ខ្ញុំចាអត់អញ្ចឹងគឺវាខុសឈ្មោះតែពួកខ្ញុំតែបបកកញ្ញាយើងបងផុសអញ្ចឹងគឺក៏ប៉ះពាល់ដល់បបកកញ្ញាយើងដែរហើយមួយទៀតគឺ personally បងឯងផ្ទាល់តែម្ដងហ្នឹងហើយប៉ុន្តែបើសិនជាបងមានការបកស្រាយកុំឲ្យប៉ះពាល់ដល់អ្នកផាត់មុខទូទៅហ្មងទាំងអស់គ្នាហ្មងសង្ឃឹមថាបងមានដំណោះស្រាយផងដែរសម្រាប់ពួកយើងព្រោះថាប៉ះពាល់ credit ពួកខ្ញុំខ្លាំងមែនតើហើយអត់មានខ្មែរណាអត់ជួយខ្មែរទេគ្នាស្រឡាញ់ខ្មែរចង់ងាប់នេះចង់និយាយអញ្ចឹងអរគុណច្រើន